សួស្តីប្រិយមិត្តទាំងអស់គ្នានាងខ្ញុំម៉ារីសូមស្វាគមន៍មកកាន់ Channel ម៉ារី CLTV ថ្ងៃនេះនាងខ្ញុំមានរឿងមួយដ៏អាថ៌កំបាំងនិងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់មកចែករំលែកជូនអ្នកទាំងអស់គ្នាហេតុការណ៍នេះបានកើតឡើងនៅក្នុងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបុរសម្នាក់ដែលមានមុខរបរជាអ្នករត់កង់3គាត់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីវេលាម៉ោងប្រហែល2រំលងអធ្រាត្រធានចូលថ្ងៃទី24ខែមេសាឆ្នាំ2026តាមការរៀបរាប់របស់ភរិយាប្តីរបស់នាងបានចេញពីផ្ទះដើម្បីទៅរកកង់3ដូចធម្មតាប៉ុន្តែបន្ទាប់ពីពេលនោះមកគាត់មិនបានត្រឡប់មកវិញឡើយហើយក៏មិនអាចតាក់ទងបានទៀតផងការបាត់ខ្លួននេះមិនមែនជារឿងធម្មតាព្រោះគាត់មិនដែលបាត់ដំណឹងបែបនេះពីមុនឡើយភរិយារបស់គាត់បានព្យាយាមតាក់ទងគាត់គ្រប់វិធីប៉ុន្តែគ្មានការឆ្លើយតបណាមួយឡើយក្រោយពីមានការតាមរកយ៉ាងសកម្មស្រាប់តែមានដំណឹងមួយធ្វើឲ្យគ្រួសារជនរងគ្រោះភ្ញាក់ផ្អើលខ្លាំងគេបានប្រទះឃើញកង់3របស់បុរសនោះត្រូវបានគេដុតឆេះនៅក្នុងតំបន់វាលមួយចិត្តតំបន់កប់ស្រូវប៉ុន្តែអ្វីដែលធ្វើឲ្យរឿងនេះកាន់តែចម្លែកនិងគួរឲ្យសង្ស័យនោះកង់3ដែលត្រូវបានដុតនោះមិនមែនឆេះទាំងមូលឡើយវាសល់តែក្រងដែកប៉ុណ្ណោះខណៈដែលគ្រឿងសំខាន់ដូចជាម៉ាស៊ីនកង់ទាំង3និងស្លាកលេខត្រូវបានដកចេញបាត់អស់នេះបង្ហាញថាមិនមែនជាអាគីភ័យធម្មតាឬការឆេះដោយចៃដន្យទេប៉ុន្តែសញ្ញាថាវាអាចជាសកម្មភាពដែលរៀបចំទុកជាមុនក្រោយពីទទួលដំណឹងនៃភរិយារបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៀងខណ្ឌព្រែកភ្នៅដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរោគប្តីរបស់នាងប៉ុន្តែរឿងដែលធ្វើឲ្យមនុស្សជាច្រើនព្រឺសម្បោរខ្លាំងជាងនេះទៅទៀតគឺនៅពេលដែលភរិយាបានព្យាយាមឆាតទៅ Facebook របស់ប្តីនាងបានឃើញថាសាររបស់នាងត្រូវបានសិនមានន័យថាមាននរណាម្នាក់បានបើកមើលសារនោះប៉ុន្តែគ្មានការឆ្លើយតបវិញសោះភរិយាបាននិយាយទាំងដើមក៏ថាទម្លាប់ប្តីរបស់ខ្ញុំទោះជារវល់យ៉ាងណាក៏គាត់តែងតែផ្ញើ sticker តបវិញតែនេះចូលមើលហើយស្ងាត់សូន្យខ្ញុំសង្ស័យថាអ្នកដែលកំពុងកាន់ទូរស័ព្ទនោះមិនមែនជាប្តីខ្ញុំទេមិនត្រឹមតែប៉ុណ្ណោះករណី Facebook របស់បុរសនោះក៏បានឃើញថាបើកនិងបិទអនឡាញជាបន្តបន្ទាប់ដោយគ្មានការបង្ហាញសកម្មភាពផ្សេងទៀតឡើយរហូតមកដល់ពេលនេះជនរងគ្រោះនៅតែបន្តបាត់ខ្លួនហើយក៏មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថាគាត់នៅរស់ឬស្លាប់ឡើយគ្រួសាររបស់គាត់កំពុងតែសុំការជួយពីសាធារណជនដោយសូមឲ្យអ្នកណាដែលបានឃើញភិនភ័ក្រដូចក្នុងព័ត៌មាននេះសូមជួយតាក់ទងតាមលេខទូរស័ព្ទដែលបានផ្ដល់ការវិភាគស៊ីជម្រៅនិងមតិបន្ថែមប្រិយមិត្តទាំងអស់គ្នាយើងពិចារណាពីហេតុការណ៍នេះយើងអាចមើលឃើញចំណុចសង្ស័យជាច្រើនចំណុចទី1ការដុតកង់3ប៉ុន្តែដកយកគ្រឿងសំខាន់ចេញមុននេះបង្ហាញថាអាចមានគោលបំណងលាក់ស្នាមឬបំបត្តិភស្តុតាងចំណុចទី2ការបាត់ខ្លួននៅពេលយប់ជ្រៅជាពេលវេលាដែលមានសុវត្ថិភាពទាបនិងងាយស្រួលសម្រាប់សកម្មភាពអាថ៌កំបាំងចំណុចទី3 Facebook សិនប៉ុន្តែមិនតបនេះជាសញ្ញាគួរឲ្យព្រួយបារម្ភខ្លាំងព្រោះបង្ហាញថាទូរស័ព្ទរបស់ជនរងគ្រោះអាចកំពុងស្ថិតក្នុងដៃរបស់អ្នកដទៃចំណុចទី4ការបើកបិទអនឡាញជាបន្តបន្ទាប់វាអាចបញ្ជាក់ពីការប្រើប្រាស់គណនីដោយមនុស្សផ្សេងឬអាចជាការបនប៉ងលាក់អត្តសញ្ញាណដោយសារតែចំណុចនេះយើងមិនអាចមើលរំលងលទ្ធភាពនៃបទល្មើសបានទេវាអាចជាករណីលួចឬអំពើហិង្សាដែលមានការរៀបចំយ៉ាងម៉ត់ចត់ជាមួយគ្នានេះផងដែរករណីនេះក៏ជាការជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើការងារយប់ឬធ្វើដំណើរតែម្នាក់ឯងបច្ចេកវិទ្យាដូចជា Facebook ដែលធ្លាប់ជាឧបករណ៍ទំនាក់ទំនងសាមញ្ញក៏អាចក្លាយជាគន្លឹះសំខាន់ក្នុងការស្វែងរកការពិតក្នុងករណីបែបនេះផងដែរចុងក្រោយនេះនាងខ្ញុំម៉ារីសូមអំពាវនាវដល់ប្រិយមិត្តទាំងអស់គ្នាប្រសិនបើអ្នកបានឃើញឬមានព័ត៌មានណាមួយពាក់ព័ន្ធនឹងបុរសរងគ្រោះនេះសូមជួយរាយការណ៍ទៅកាន់សមត្ថកិច្ចឬតាក់ទងទៅគ្រួសាររបស់គាត់ជីវិតមនុស្សម្នាក់អាចអាស្រ័យលើព័ត៌មានតូចមួយពីអ្នកសូមជួយ share វីដេអូនេះដើម្បីឲ្យព័ត៌មានឈានដល់មនុស្សច្រើនបំផុតសូមបួងសួងឲ្យបុរសរងគ្រោះមានសុវត្ថិភាពនិងត្រឡប់មកកាន់ក្រុមគ្រួសាររបស់គាត់វិញសូមអរគុណសម្រាប់ការទស្សនានាងខ្ញុំម៉ារីសូមជម្រាបលានិងជួបគ្នាវិញនៅវីដេអូក្រោយ